នេះគឺជាកីឡាដ្ឋានមួយដែលមានភាពល្បីល្បាញបំផុតនៅតំបន់អាហ្វ្រិកនោះគឺកីឡាដ្ឋាន Stade du Sénégal គឺនៅប្រទេសសេនេហ្គាល់ផ្ទាល់តែម្ដងកីឡាដ្ឋាន Stade du Sénégal បានដោយប្រើប្រាស់ក្នុងឆ្នាំ2022សូមគោរពជំរាបសួរបងប្អូនប្រិយមិត្តអ្នកស្នេហាវិស័យកីឡាឥឡូវនេះខ្ញុំនឹងចែករំលែកឲ្យបងប្អូនស្គាល់អំពីកីឡាដ្ឋានមួយគឺជាកីឡាដ្ឋាននៅប្រទេសសេនេហ្គាល់គឺមានភាពល្បីល្បាញបំផុតដោយសារកីឡាករ3រូបគឺកីឡាករ Sadio Mane Mendy កីឡាករ Koulibaly ឋានមួយនេះគេបានកសាងឡើងគឺដើម្បីគោរពទៅដល់វីរបុរសបាល់ទាត់នៅឯប្រទេសសេនេហ្គាល់ផ្ទាល់តែម្ដងនោះគឺ Sadio Mane Koulibaly និង Mendy អូហូយពិតជាមិនធម្មតាទេសម្រាប់កីឡាដ្ឋាននៅឯប្រទេសសេនេហ្គាល់មួយនេះកីឡាដ្ឋានសេនេហ្គាល់គឺបានកសាងឡើងដោយក្រុមហ៊ុនយក្សមួយនៅឯប្រទេសចិនបានចំណាយទឹកប្រាក់ចំនួន$300 លានសហរដ្ឋអាមេរិកគឺច្រើនមែនទែនបងប្អូនប្រិយមិត្តយើងថ្នាក់ដឹកនាំនៅឯប្រទេសសេនេហ្គាល់គឺបានចំណាយប្រាក់$300 លានសហរដ្ឋអាមេរិកដើម្បីកសាងកីឡាដ្ឋានមួយនេះឲ្យគោរពទៅដល់កីឡាករដែលមានភាពល្បីល្បាញនិងការបង្ហាញទៅកាន់ខ្នាតអន្តរជាតិគឺតំបន់អឺរ៉ុបគឺកីឡាករទាំង3រូបនេះគឺ Sadio Mane Koulibaly និង Mendy ដូច្នេះហើយទើបគេធ្វើកីឡាដ្ឋាននេះដើម្បីដឹងគុណដល់វីរបុរសបាល់ទាត់ទាំង3រូបនេះ Stade du Sénégal គឺមានការទទួលព្រឹត្តិការណ៍ធំៗដូចជាការប្រកួតនៅតំបន់អាហ្វ្រិកការប្រកួតវគ្គជម្រុះ FIFA World Cup ផងដែរអរគុណប្រិមិត្តអ្នកស្នេហាវិស័យកីឡាដែលបានតាមដាននៅវីដេអូរបស់ខ្ញុំអរគុណសូមជម្រាបលា